បាទសួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះនឹងបន្តចែករំលែកបន្ថែមទៀតទៅនឹងជំនាញមួយទៀតគឺជំនាញគណនេយ្យបាទបងប្អូនបាទធ្លាប់លើពាក្យហ្នឹងហើយបាទគណនេយ្យគេហៅថា accountant ណាបាទតែគ្នាយើងខ្លាចច្រឡំថារៀនទៅធ្វើ account បាទមុននឹងចាប់ផ្ដើមសូមនិយាយខ្លីបន្តិចរឿង accountant ហ្នឹងគឺគណនេយ្យករបាទ accounting មកជាគណនេយ្យចឹងអ្នកខ្លះចេះតែប្រអាប់នេះថាអូរៀន account ហ្នឹងរកស៊ីបានទៅពេលដីខែប្រាំងឯងបាទអីគេតែនិយាយថាខែប្រាំងហ្នឹងបានគេជួល account បាទក៏ប៉ុន្តែជំនាញគណនេយ្យមានមុខវិជ្ជាសំខាន់ហើយមានទិសដៅច្រើនសម្បូរបែបដែរបាទអញ្ចឹងខ្ញុំសូមធ្វើការចែករំលែកបងប្អូនបន្ថែមទៀតតទៅនឹងព័ត៌មានសិក្សាចំណេះដឹងទទួលបាននិងឱកាសការងារពេលរៀនចប់នៅក្នុងជំនាញគណនេយ្យបាទអញ្ចឹងបរិញ្ញាបត្រគណនេយ្យបណ្ដុះនិស្សិតឲ្យមានសមត្ថភាពក្នុងកិច្ចការហិរញ្ញវត្ថុទាក់ទងនឹងការវិភាគរបាយការណ៍ហិរញ្ញវត្ថុការគ្រប់គ្រងហិរញ្ញវត្ថុលំហូរសាច់ប្រាក់រៀបចំផែនការត្រួតពិនិត្យកិច្ចបញ្ជីការគណនេយ្យនៅក្នុងស្ថាប័នប្រកបដោយប្រសិទ្ធភាពបាទហើយបរិញ្ញាបត្រនេះគឺកម្រិតបរិញ្ញាបត្រគឺយ៉ាងតិចបំផុតគឺ120 credit បាទហើយការសិក្សានៅតាមគ្រឹះស្ថានផ្សេងៗគ្នាបាទគឺអាចមានរយៈពេលយ៉ាងច្រើនបំផុតគឺ4ឆ្នាំបាទយើងអាចចប់បរិញ្ញាបត្របាទគ្រឹះស្ថានខ្លះគេអាចរៀនច្រើនអត់សម្រាប់ទៅគេអាចឆាប់ចប់បាទប៉ុន្តែនៅក្នុង maximum តិចបំផុតគឺ120 credit ទាំងតិចបាទចឹងមុខវិជ្ជាតម្រង់ទិសសំខាន់សម្រាប់បងប្អូនដែលមានបំណងចង់រៀនមុខវិជ្ជាគណនេយ្យហ្នឹងគឺដើម្បីឲ្យការសិក្សាជំនាញនេះបានល្អបងប្អូនត្រូវមានចំណេះដឹងជាមូលដ្ឋានទៅលើមុខវិជ្ជាគណិតវិទ្យាសិលធម៌ពលរដ្ឋបាទហើយក្រៅពីហ្នឹងគឺមានមុខវិជ្ជា2ទៀតដែលត្រូវតែមានខ្ញុំគិតថាគ្រប់មុខវិជ្ជាទាំងអស់គ្រប់ជំនាញទាំងអស់ត្រូវតែមានគឺភាសាអង់គ្លេសនិងការប្រើប្រាស់កុំព្យូទ័របាទអញ្ចឹងលក្ខខណ្ឌចូលរៀនគឺបងប្អូនត្រូវមានសញ្ញាបត្រមធ្យមសាស្ត្រទុតិយភូមិឬហៅថាបាក់ឌុបបាទឬសញ្ញាបត្រដែលមានតម្លៃស្មើដើម្បីអាចដាក់ពាក្យចូលរៀនបានទៅតាមលក្ខខណ្ឌនៃគ្រឹះស្ថានអប់រំនីមួយៗបាទអញ្ចឹងបើសិនពេលខ្ញុំនិយាយពីលក្ខខណ្ឌមានថាគ្រឹះស្ថាននីមួយៗមានលក្ខខណ្ឌផ្សេងគ្នាបាទมันទៅតាមបទបញ្ជាឬក៏គោលការណ៍របស់គ្រឹះស្ថានទាំងអស់នោះបាទអញ្ចឹងក្រោយពេលរៀនចប់ឬក៏គេហៅថាកម្មវិធីសិក្សាបាទឬក៏របៀបរៀនបាទការសិក្សាហ្នឹងគឺកូនសិស្សអាចសិក្សាតាមរយៈគ្រូបង្រៀនផងមានមុខវិជ្ជាខ្លះហាត់ការចុះទៅគ្រឹះស្ថានពាក់ព័ន្ធនៅក្នុងវិស័យគណនេយ្យហ្នឹងបាទមានច្រើនទស្សនកិច្ចសិក្សាហោហែបាទអញ្ចឹងខ្ញុំសូមបង្ហាញអំពីកម្មវិធីសិក្សាលើបរិញ្ញាបត្រគណនេយ្យនេះនិស្សិតអាចនឹងរៀននៅមុខវិជ្ជាសំខាន់មួយចំនួនបាទដូចជាមូលដ្ឋានគ្រឹះគណនេយ្យនិងហិរញ្ញវត្ថុគោលការណ៍គ្រប់គ្រងធុរកិច្ចគោលការណ៍ marketing បាទម៉ាក្រូសេដ្ឋកិច្ចគណិតវិទ្យាហិរញ្ញវត្ថុនីតិធុរកិច្ចគណនេយ្យកុំព្យូទ័រគ្រប់គ្រងធនធានមនុស្សស្តង់ដារគណនេយ្យកម្ពុជាគ្រប់គ្រងហិរញ្ញវត្ថុពន្ធដារកម្រិតខ្ពស់ទីផ្សារមូលបត្រកម្ពុជាការវិភាគរបាយការណ៍ហិរញ្ញវត្ថុគោលការណ៍សវនកម្មនិងសេវាធនាគារបាទអញ្ចឹងវាមានហោហែច្រើនបាទហើយនេះគឺជាមុខវិជ្ជាគោលហើយចំណេះដឹងដែលបងប្អូននឹងទទួលបានគឺបងប្អូននឹងមានចំណេះដឹងជាមូលដ្ឋានតាក់ទងទៅនឹងការគ្រប់គ្រងសេដ្ឋកិច្ចគណនេយ្យនិងហិរញ្ញវត្ថុនិស្សិតក៏មានសមត្ថភាពក្នុងការបញ្យល់អំពីគោលការណ៍ប្រតិបត្តិការនៃគណនេយ្យចូលក្នុងរបាយការណ៍ហិរញ្ញវត្ថុបងប្អូននឹងទទួលបានចំណេះដឹងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសវនកម្មការបង់ពន្ធនិងការប្រមូលពន្ធការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងការគ្រប់គ្រងនិងវិភាគប្រតិបត្តិការអាជីវកម្មវិភាគហិរញ្ញវត្ថុរបាយការណ៍ហិរញ្ញវត្ថុនិងកម្មវិធីប្រើប្រាស់ software លើការអនុវត្តនៃមួយចំនួនបាទបើយើងក៏លេចមកមើលឱកាសទីផ្សារការងារវិញបាទអញ្ចឹងតើមុខវិជ្ជាឬក៏បរិញ្ញាបត្រនេះបងអាចរៀនចប់និងទទួលបានឱកាសការងារខ្លះបាទឱកាសការងារទី1គឺមន្ត្រីរាជការមានន័យថាទាំងអស់គ្នានៅគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវការគណនេយ្យករបាទមន្ត្រីគណនេយ្យទាំងអស់ហ្នឹងបាទក្រសួងស្ថាប័នក៏ត្រូវការដែរបាទហើយអត់បានទេអញ្ចឹងអាចមានឱកាសក្នុងការប្រឡងចូលក្របខ័ណ្ឌរដ្ឋហើយក្របខ័ណ្ឌរដ្ឋនេះចង់ប្រាប់បងប្អូនថាមានក្រសួងស្ថាប័នច្រើនបាទអញ្ចឹងទី2គឺគ្រូបង្រៀនលើមុខវិជ្ជានេះទី3គឺធនាគាររដ្ឋបាទបន្តមកទៀតគឺមន្ត្រីបច្ចេកទេសធនាគារបេឡាធិការគណនេយ្យករសាវនករភ្នាក់ងារពន្ធដារមន្ត្រីអនុទានអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុអ្នកវិភាគហិរញ្ញវត្ថុ
នឹងចង្ក្រោយគឺអ្នករៀបចំផែនការហិរញ្ញវត្ថុបាទនេះគឺជាអាជីពស្នូលសំខាន់សម្រាប់បងប្អូនដែលមានបំណងចង់សិក្សានៅជំនាញគណនេយ្យបាទហើយវីដេអូបន្តទៀតខ្ញុំនឹងចែករំលែកនៅជំនាញផ្សេងៗទៀតបាទសូមអរគុណសង្ឃឹមថាបងប្អូននឹងបន្តតាមដានហើយចុច like follow ផងបាទអរគុណច្រើន